ថ្ងៃនេះយើងមកមើលអំពីស្ថានភាពស្នេហារបស់អ្នកទាំងអស់គ្នាម្ដងថាតើមានអ្វីកើតឡើងចំពោះស្នេហារបស់អ្នកទាំងអស់គ្នាវីដេអូនេះយើងអត់ប្រកាន់ភេទប្រកាន់អាយុឬក៏ពេលវេលាដែលអ្នកទាំងអស់គ្នាអុកឃើញទេអញ្ចឹងនៅពេលណាដែលអ្នកទាំងអស់គ្នាអុកឃើញនៅវីដេអូនេះបានន័យថាទាំងអស់គ្នាគឺមាននិស្ស័យជាមួយនឹងវីដេអូហ្នឹងសូមវត្ថុស័ក្តិសិទ្ធិគ្រូបាអាចារ្យជួយណែនាំផ្លូវដល់អ្នកទាំងអស់គ្នាឃើញថាអ្នកដែលមាននិស្ស័យមួយវីដេអូនេះឬក៏អ្នកដែលចាប់អារម្មណ៍នៅវីដេអូនេះភាគច្រើនគឺមានអាយុច្រើនអាយុអាចដល់ខ្ទង់30ឡើងណាមានអាយុច្រើនឋានៈអាចជាគ្រូបាអាចារ្យឬក៏មានតំណែងខ្ពង់ខ្ពស់ឬក៏ជាមេគ្រួសារឬក៏ជាអ្នកដែលមានការសម្រេចចិត្តជាអ្នកដែលធ្វើការសម្រេចចិត្តធំនៅក្នុងគ្រួសារអ្នកទាំងអស់គ្នាអាចជាអ្នកដែលមានចំណេះដឹងខ្ពង់ខ្ពស់ឋានៈអនុបណ្ឌិតឬក៏អ្នកខ្លះគាត់អាចចប់ដល់ឋានៈបណ្ឌិតអីចឹងណាតំណែងក៏ខ្ពង់ខ្ពស់ចំណេះដឹងក៏ខ្ពង់ខ្ពស់ហើយសម្រាប់អ្នកដែលនៅលាវគឺគាត់អាចនឹងជួបគូនឹងដល់គូនៅក្នុងពេលឆាប់នេះព្រោះវីដេអូយើងមើលខ្លីៗណារយៈពេល3ខែអីយ៉ាងយូរគឺកន្លះឆ្នាំអ្នកទាំងអស់គ្នានឹងជួបគូសម្រាប់អ្នកដែលនៅលាវអញ្ចឹងរៀងជួបគូនឹងអាយុច្រើនតិចដោយសារអាយុច្រើនបានមានភាពនឹងណអញ្ចឹងអ្នកទាំងអស់គ្នាអាចដល់កម្រិតអ្នកដឹកនាំឬក៏ជាគ្រូបាអាចារ្យអាជីពទាំងអស់គ្នាអាចអ្នកខ្លះគាត់ជាមន្ត្រីរាជការឬក៏ជាគ្រូឬក៏ជាប៉ូលីសជាទាហានជាអ្នកដែលធ្វើការខាងផ្នែកច្បាប់អីចឹងណាគូព្រេងរបស់អ្នកទាំងអស់គ្នាទៅតែមកដល់នៅពេលដែលអ្នកមានអាយុច្រើនបន្តិចប៉ុន្តែសម័យឥឡូវគឺអាយុច្រើនគឺចាស់ទុំល្អក្មេងពេកគឺទី1ក្មេងខ្ចីនៅក្នុងការបង្កើតជីវិតគូទី2គឺគាត់អត់ទាន់មានអ្វីដែលនឹងណនៅក្នុងអាជីពការងារហើយក៏អត់ទាន់បានស្វែងរកជីវិតនៅលាវអីឲ្យបានល្អប្រសើរអញ្ចឹងការមានជីវិតគូក៏វាមិនជាល្អទេសម្រាប់អាយុនៅតិចអញ្ចឹងអាយុច្រើនហ្នឹងគឺល្អហើយប៉ុន្តែមានការឆ្លោះគ្នានឹងខ្លួនឯងប្រហែលជាអាចថាមានមនុស្សម្នាក់ដែលនៅក្នុងចិត្តយើងរួចហើយឬក៏យើងបានឃើញណាម្នាក់នៅក្នុងចិត្តហើយអញ្ចឹងយើងអត់ទាន់មានភាពប្រកបវិជ្ជាសម្រាប់ខ្លួនឯងអញ្ចឹងយើងនៅមានការឆ្លោះគ្នាថាតើគួរចាប់ផ្ដើមជីវិតគូឬក៏មិនចាប់ផ្ដើមជីវិតគូឬក៏យើងនៅមានសំណួរថាតើម្នាក់នឹងល្អអត់ម្នាក់នឹងស័ក្តិសមឲ្យយើងលះបង់ភាពនៅលាវអត់ម្នាក់នឹងវានេះគឺតំណាងឲ្យស្ថានភាពណាម្នាក់នឹងគាត់ស័ក្តិសមជាមួយនឹងយើងហើយនៅមានការគិតគូរច្រើនធម្មតាយើងរៀងអាយុច្រើនអញ្ចឹងការគិតគូរប្រកបរៀងច្រើនតិចហើយអញ្ចឹងយើងនៅមានចំនួននៅក្នុងចិត្តអញ្ចឹងបញ្ហាទាំងអស់គ្នាដែលថារឿងគូរឿងអីហ្នឹងគឺទាំងអស់គ្នាមានអ្នកនៅក្នុងចិត្តហើយទាំងអស់គ្នាក៏មានមនុស្សម្នាក់ដែលលួចមើលឬក៏លួចស្រឡាញ់លួចតាមដានអ្នកទាំងអស់គ្នាដែលអ្នកទាំងអស់គ្នាប្រហែលជាដឹងខ្លួនដែរថាជានរណានៅក្នុងចិត្តប្រហែលជាមានហើយអញ្ចឹងនៅអត់ទាន់ប្រកាសវិជាខ្លួនឯងប៉ុន្តែគូនឹងមកដល់នៅក្នុងពេលឆាប់នេះហើយព្រោះ the lover តំណាងឲ្យព្រមលិខិតបានរៀបចំគូឲ្យអ្នកទាំងអស់គ្នាហើយអញ្ចឹងសម្រាប់អ្នកដែលនៅលាវគឺប៉ុណ្ណឹងតែសម្រាប់អ្នកដែលគាត់មានគូហើយអ្នកដែលរៀបការហើយសូមបញ្ជាក់ម្ដងទៀតនៅក្នុងវីដេអូនេះអាចអ្នកខ្លះគាត់មកមើលហ្នឹងគឺគាត់អាចពោះម៉ាយឬក៏មានម៉ាយដែរអញ្ចឹងសម្រាប់អ្នកដែលគាត់មានគូហើយសម្រាប់អ្នកដែលមានគូហើយគាត់អាចថាមើលទៅអាចហារៀបការមកច្រើនឆ្នាំដែរហើយអញ្ចឹងបញ្ហានៅក្នុងគ្រួសារវាអត់ទេបច្ចុប្បន្នអាចមានចំនួនខ្លះតិចតួចដែរបកែកគ្នាយើងនិយាយជាប់បកែកគ្នាមានការបកែកគ្នាញឹកញាប់អញ្ចឹងម្នាក់អាចថាយកឈ្នះយកខុសយកត្រូវរៀងខ្លួនអញ្ចឹងរៀងមានចំនួនខ្លះនៅក្នុងជីវិតគូបណ្ដាយ៉ាងណាទាំងអស់គ្នាជាគូព្រេងនឹងគ្នាទាំងអស់គ្នានៅតែអាចទៅមុខជាមួយគ្នាបានបើសិនជាទាំងអស់គ្នាធ្វើការសម្របសម្រួលយកចិត្តគ្នាឡើងវិញស្វែងយល់ពីគ្នាម្ដងបន្តិចហើយបន្ថយបន្តិចទៅថយម្នាក់មកចំហៀនបន្តិចទៅស្នេហាទាំងអស់គ្នាដូចជាមិនមានអ្វីដែលធំដុំដល់ថ្នាក់បែកគ្នាទេប៉ុន្តែអាចថាមួយរយៈនេះរៀងតោះមាត់តោះកតោះសម្ដីនឹងគ្នាខ្លះ
មួយវិញទៀតនៅក្នុងជីវិតគូអានេះចក្រវាលក៏ចង់រំលឹកដែរណានៅក្នុងជីវិតគូអត់អាចថាយើងគឺជាស្ដេចឬក៏យើងគឺជាស្ដេចស្រីគឺមិនអាចទេនៅក្នុងជីវិតគូអត់អាចថាយកឈ្នះមកចាហៀងយកធំមកចាហៀងឬក៏ត្រូវមកចាហៀងវាអត់បានឬក៏តម្លាក់កំហុសទៅឲ្យអ្នកណាម្នាក់ខុសមកចាហៀងអត់បានទេអញ្ចឹងចក្រវាលរំលឹកឲ្យអ្នកទាំងអស់គ្នាចាប់ផ្ដើមមើលឡើងវិញពីពេលដែលយើងចាប់ផ្ដើមស្នេហាដំបូងណាតែយើងស្រឡាញ់គ្នានឹងស្រឡាញ់ទៅលើអីអ្វីដែលជាចំណុចល្អដែលតាក់ទាញធ្វើឲ្យយើងនឹងមករស់នៅជាមួយគ្នាអញ្ចឹងដោយសារយើងជាគូនឹងគ្នាអញ្ចឹងចក្រវាលចង់រំលឹកថាទាំងអស់គ្នាគួរតែរំលឹកឡើងវិញពីដើមហេតុនៃស្នេហារបស់អ្នកទាំងអស់គ្នាហ្នឹងថាផ្ដើមឡើងឡើយអ្វីកើតឡើងពីអ្វីណាអញ្ចឹងកុំសម្លឹងមើលបញ្ហាបច្ចុប្បន្នហ្នឹងគឺជាធំពេកត្បិតថាបច្ចុប្បន្នអ្នកទាំងអស់គ្នាអាចមានចំនួនមានបញ្ហាអាចមិនត្រូវគ្នាអីក៏ពិតមែនប៉ុន្តែអ្នកទាំងអស់គ្នាគូរបស់អ្នកទាំងអស់គ្នាគឺជាគូពីបុព្វេណាគូដែលទេវតាផ្សំគុំណាទោះបីយ៉ាងណាក៏អត់បែកគ្នាដែរអញ្ចឹងជៀសវាងនៅក្នុងការមានបញ្ហានឹងចំនួនកាន់តែច្រើនទាំងអស់គ្នាអាចសម្លឹងមើលឡើងវិញទៅចំណុចល្អរៀងខ្លួនរបស់ដៃគូយើងសងខាងនឹងឡើងវិញទៅអញ្ចឹងស្នេហាទាំងអស់គ្នានឹងអាចស្រោចស្រង់មកជាល្អមកជាផ្អែមល្ហែមដូចកាលពីមុនវិញអញ្ចឹងធម្មតាជីវិតស្នេហាវាតែងតែមានការពុះពៀតស៊ូបកែកឈ្នះចាញ់អីខ្លះអញ្ចឹងអានឹងគឺជាជីវិតរស់នៅទូទៅរបស់មនុស្សយើងសាមញ្ញណាអញ្ចឹងហើយបានជាចក្រវាលគាត់ផ្ដល់នៅពន្លឺតាមរយៈវីដេអូនេះនៅពេលដែលអ្នកទាំងអស់គ្នាមានបញ្ហាហើយអូសឃើញអញ្ចឹងទៅអានឹងគឺជាអ្វីដែលចក្រវាលចង់រំលឹកទៅដល់អ្នកទាំងអស់គ្នាអញ្ចឹងណាអញ្ចឹងជូនពរឲ្យស្នេហាទាំងអស់គ្នារលូនទាំងអ្នកដែលរៀបការហើយឬក៏អ្នកដែលបំរុងនឹងរៀបការឬក៏នៅលាវអីសូមឲ្យជួបនៅស្នេហាដែលពិតប្រាកដរបស់អ្នកទាំងអស់គ្នា